ចាសូមជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំធ្វើវីដេអូមួយណែនាំពី app របស់ធនាគារ KB Hana ដែលជា app ថ្មីយើងអាចធ្វើការវេប្រាក់ក្នុងស្រុកក៏ដូចជាវេប្រាក់ក្រៅស្រុកបានតាមរយៈ app ហ្នឹងអញ្ចឹងខ្ញុំនឹងណែនាំពី app ហ្នឹងមានឈ្មោះថា Hana Easy App អញ្ចឹងបើសិនជាបងប្អូនចង់ download ជាដំបូងចូលទៅក្នុង Play Store ឬក៏ App Store ឬហើយយើងចូលកន្លែងស្វែងរកដោយចុចពាក្យថា Hana Easy មកគឺនឹងចេញ app Hana Easy តែម្ដងអញ្ចឹងបងប្អូនអាច install សិនមកចាយើងបាន install រួចហើយអញ្ចឹងបងប្អូនចូលទៅកាន់ open មកអញ្ចឹងយើង select យកពាក្យ login នៅក្នុងនេះគឺមានភាសាជាច្រើនដែលយើងអាចជ្រើសរើសបានអញ្ចឹងបងប្អូនអាចជ្រើសរើសភាសាខ្មែរបាននៅក្នុងនេះយើងដូរភាសាមកបន្ទាប់មកទៀតបងប្អូនគ្រាន់តែអូសវាមក login មកហើយចុចបញ្ជាក់ចាអញ្ចឹងដល់កន្លែងនេះគឺមានន័យថាទាមទារឲ្យបងប្អូនចូលទៅកាន់គណនីដើម្បីយើងចុះឈ្មោះប្រើប្រាស់កម្មវិធីអញ្ចឹងបងប្អូនចូលទៅកាន់គណនីខាងលើនេះមកតែអ្នកចង់ចូលរួមប្រើសេវាកម្មនេះទេអញ្ចឹងបងប្អូនចុចពាក្យបញ្ជាក់មកចាខាងក្រោមគឺចុចសញ្ញាគ្រីសរហូតមកទទួលព្រមយកលក្ខខណ្ឌហើយចុចសញ្ញាគ្រីសមកចាអញ្ចឹងគេទាមទារឲ្យយើងបញ្ចូលថ្ងៃខែឆ្នាំកំណើតជាទូទៅយើងត្រូវបញ្ចូលឆ្នាំខែថ្ងៃ6ខ្ទង់ណាចាអញ្ចឹងខ្ញុំនឹងបញ្ចូលថ្ងៃខែឆ្នាំកំណើតចាបន្ទាប់មកទៀតគឺបងប្អូនបញ្ចូលលេខកុងធនាគារបងប្អូនលេខកុងធនាគារ Hana ចាអញ្ចឹងយើងបញ្ចូលតែពីរហ្នឹងទៅគឺយើងអាចប្រើប្រាស់កម្មវិធីនឹងបានហើយគឺពិតជាងាយស្រួលណាស់មិនពិបាកទេបន្ទាប់មកទៀតយើងចុចសញ្ញាគ្រីសអូខេមកអញ្ចឹងលេខសម្ងាត់ថងកន្លែងនេះគឺជាលេខសម្ងាត់កាតធនាគារ ATM 4ខ្ទង់អញ្ចឹងសូមវាយលេខសម្ងាត់4ខ្ទង់ចូលមកចាហើយបន្ទាប់មកទៀតវានឹងចេញលេខសម្ងាត់កាត OTP អញ្ចឹង OTP គឺជាកាតអេឡិចត្រូនិករៀងបែបនេះដែលបងប្អូនទទួលបានពីធនាគារបងប្អូនណាដែលអត់ទាន់មានអាចទៅឡើងទៅធនាគារស្នើសុំបើកកាត OTP គឺខាងធនាគារគេអាចបើកជូនបានណាអញ្ចឹងការកាត OTP នេះរបៀបវាប្រើគឺបងប្អូនត្រូវ press នៅកន្លែង button នេះដើម្បីវាចេញលេខសម្ងាត់ណាអញ្ចឹងបើសិនយើងចុចហើយវាចេញលេខសម្ងាត់6ខ្ទង់យើងយកមកវាយនៅខាងលើនេះមកហើយលេខសម្ងាត់នេះដែរគឺរយៈពេល30វិនាទីវានឹងលោតបាត់ហើយអញ្ចឹងពេលក្រោយពេលគេទាមទារគឺបងប្អូនត្រូវចុច press button ម្ដងទៀតណាដើម្បីចេញលេខថ្មីចាបន្តមកទៀតយើងចូលដល់បញ្ចូលលេខសម្ងាត់ងាយស្រួលមានន័យថាបងប្អូនត្រូវបង្កើតលេខសម្ងាត់6ខ្ទង់ខ្លួនឯងហើយលេខសម្ងាត់6ខ្ទង់នេះយើងចង់ដាក់លេខប្រមាណក៏បានដែរឲ្យចាំខ្លួនឯងដោយសារពេលក្រោយពេលបង login ចូលទៅក្នុងកម្មវិធីហ្នឹងគឺត្រូវការលេខសម្ងាត់6ខ្ទង់ហ្នឹងតែម្ដងណាអញ្ចឹងខ្ញុំនៅបង្កើតខ្លួនឯងសម្រាប់លេខសម្ងាត់6ខ្ទង់ហ្នឹងចាខ្ញុំបង្កើតហើយគឺខ្ញុំចាំខ្លួនឯងហើយចាអញ្ចឹងបន្តមកទៀតគឺគេដាក់ថាបានចុះឈ្មោះលេខសម្ងាត់ងាយស្រួលអញ្ចឹងបញ្ជាក់មកគឺយើងបានចុះឈ្មោះបានសម្រេចហើយអញ្ចឹងចុចសញ្ញាគ្រីសខាងក្រោមមកឥឡូវនេះគឺបងប្អូនចូលទៅកាន់គណនីហើយអ
អញ្ចឹងមានន័យថាយើងអាចចូលប្រើនៅក្នុងកម្មវិធីនឹងបានទេអញ្ចឹងខ្ញុំនឹងចេញពីគណនីសាកធ្វើតេស្តឡើងវិញដើម្បី log in ចូលអញ្ចឹងណាហើយការ log in ចូលនេះគឺមានន័យថាខ្ញុំប្រើលេខសម្ងាត់6ខ្ទង់ខ្ញុំសម្រាប់ log in ចូលតែម្ដងគឺចូលទៅកាន់គណនីមកគឺវាលោតចេញលេខសម្ងាត់ងាយស្រួលតែម្ដងអញ្ចឹងយើងវាយបញ្ចូលមកលេខសម្ងាត់មិញដែលយើងបានបង្កើតណាចាអញ្ចឹងជាការស្រេចយើងអាចចូលក្នុងកម្មវិធីហ្នឹងហើយនៅក្នុង app នេះគឺយើងអាចឆែកមើលទឹកប្រាក់អត្រាប្ដូរប្រាក់នៅក្នុងហ្នឹងណាចាអញ្ចឹងក្នុងម៉ោងហ្នឹងថ្ងៃហ្នឹងគឺយើងអាចឆែកបានឧទាហរណ៍ថាថ្ងៃនេះយើងចង់ឆែកមើល$100តើវាអស់ប្រហែលគឺយើងអាចឆែកមើលនៅក្នុង app ហ្នឹងបានទី2គឺយើងអាចវេប្រាក់ក្នុងស្រុកឆែកមើលទឹកប្រាក់ក៏ដូចជាវេប្រាក់ក្រៅប្រទេសបានដូចគ្នាដែរនៅក្នុង app ហ្នឹងហើយសម្រាប់ការវេប្រាក់ក្នុងស្រុកក៏ដូចជាក្រៅស្រុកខ្ញុំនឹងបង្កើតវីដេអូបន្តទៀតសម្រាប់បងប្អូនអញ្ចឹងរបៀបនៃការចុះឈ្មោះចូលក្នុងកម្មវិធីគឺមានតែប៉ុណ្្នឹងទេងាយស្រួលសម្រាប់បងប្អូនណាដែលចង់បង្កើតអាច download ខ្លួនឯងបានអរគុណច្រើន